và ở đâyយើងមកជួបគ្នាម្ដងទៀតអញ្ចឹងថ្ងៃនេះយើងមកដោះស្រាយពីអង្គការណាហើយអង្គការនេះគឺយើងប្រឡងមកដប់ឆ្នាំ2023នេះអញ្ចឹងទាំងអស់នេះយើងមាន3លំហាត់ណាហើយ3លំហាត់នេះយើងទទួលបាន15បន្ទុកបាទតោះឥឡូវយើងមកដោះស្រាយពីលំហាត់បាទចំណុច A ទាំងអស់គ្នាគុណលុបចំណុចនេះចេញសិន BC នេះហើយយើងធ្វើការដោះស្រាយ A ណាអូខេក្នុងការធ្វើលំហាត់នេះយើងឃើញថាក្នុងចំណុចនេះវាជាកតាឃើញទេប្រភេទសម្លេងគេហៅកតានៃ grade ទី1យើងអាចធ្វើការបំបែកវាសិនមកកន្លែងហ្នឹងគឺអង្គការយើងគឺវាស្មើកំណត់ពី0ទៅ3អញ្ចឹងយើងត្រូវការគុណបាយយើងធម្មតានេះអញ្ចឹងយើងបានអានេះយើងបាន x ក្រេបាទបូកឲ្យនេះ 3x អញ្ចឹងអានេះម្ដងគឺដក x ហើយកន្លែងនេះគឺយើងបានដក 3d dx នេះហើយយើងអាចស៊ីសងបន្តទៀតយើងអាចស៊ីសងវាស្មើចាំយើងធ្វើការអង្គការតាមក្រោយណាពី0ទៅកំណត់ពី0ទៅ3កន្លែងនេះគឺ x ក្រេបូកឲ្យបាទយើងស៊ីសងកន្លែងចំណុចនេះគឺ2 3x ដកឲ្យ x ចឹងយើងបាន 2x នេះបូក 2x ដកឲ្យ 3d dx ហើយកន្លែងចំណុចនេះយើងធ្វើការប្រើតាមប្រព័ន្ធនេះគេលើយើងឡើយនេះគឺអង្គការ x សេគុណ n dx អញ្ចឹងវាស្មើជាមួយនឹង x សេគុណ n បូក1នៅលើ n បូក1បូកឲ្យ c បាទចំនួនថេរណាមួយអានេះគឺជារង្វាន់យើងត្រូវប្រើបាទនេះអញ្ចឹងយើងបានយើងអង្គការយកតែម្ដងមកអញ្ចឹងវាស្មើជាមួយហ្នឹងបាទn យើងពេលហ្នឹងគឺវាស្មើ2នេះ n យើងស្មើ2អញ្ចឹងយើងបាន x សេគុណ3បាទ2បូក1វាបាន3ហើយណា3នៅលើ3នេះ n បូក1នេះn បូក1អញ្ចឹងនៅលើ n បូក1នេះអញ្ចឹងបូកឲ្យ2ហើយនេះយើងឃើញថាកន្លែងនេះគឺវាមានស្រេចគុណដែរគឺស្រេចគុណវាគឺលេខ1เลยហ្នឹងនេះស្រេចគុណគឺលេខ1ប៉ុន្តែគេអត់សរសេរទេកន្លែងហ្នឹងអញ្ចឹងយើងបាន1បូក1គឺបាន2បាទអញ្ចឹងយើងបាន x សេគុណ2នៅលើបាទ x សេគុណ2នៅលើ2ដកឲ្យកន្លែងចំនួនថេរ 3x 3នេះគឺ derivative ទៅបាន 3x ណាបាទ 3x ប៉ុន្តែយើងកំណត់ពីបាទពី0ទៅ3អញ្ចឹងយើងបាននេះចាប់ផ្ដើមយើងយកបាទ3នេះជំនួសចូលកន្លែងណាដែលមានអថេរ x ណាកន្លែងនេះគ្រូដើម្បីងាយយើងអាចសម្រួលបន្តទៀតសិនមកនេះចឹងនេះយើងអាចសម្រួលបានយើងសម្រួលសិនមកណានេះសម្រួលវាចឹងទៅហើយសម្រួលវាឲ្យវាទៅជាងមុនចឹងយើងបានជំនួសចូលមកគឺ3បាទ3សេគុណ3បាទ3សេគុណ3គឺដកពណ៌នេះ3សេគុណ3នៅលើ3កន្លែងនេះយើងសម្រួលហើយបូកឲ្យ3ការ៉េអញ្ចឹងដកឲ្យ3គុណឲ្យ3ដកឲ្យអញ្ចឹងកន្លែងនេះយើងជំនួស0ចូលម្ដងនេះកន្លែងណាដែលមាន x ជំនួសដោយ0អញ្ចឹងយើងបាន0សេគុណ3នៅលើ3បូកឲ្យបាទបូកឲ្យ0ការ៉េដកឲ្យ3គុណឲ្យ0អញ្ចឹងយើងសង្កេតឃើញថាមួយផ្នែកនេះវាស្មើ0ហើយឃើញអញ្ចឹងយើងបាច់ចាំស៊ីសងវាក៏បានដែរអត់បញ្ហាទេណាឥឡូវគុំកិលនេះមកក្រោមបន្តិចណាយើងកិលនេះមកក្រោមបន្តិចហើយធ្វើការកែនេះតទៀតអញ្ចឹងឥឡូវនេះយើងអាចសម្រួលវាមកតង់ទៀតបានគឺអីគេអានេះសេគុណ3យើងសម្រួលទៅវាសល់តែ3ទេសល់3ការ៉េណាអញ្ចឹងវាស្មើជាមួយនឹង3ការ៉េបូកឲ្យបាទបូកឲ្យ3ការ៉េដកឲ្យនេះក៏គុណបញ្ចូលឲ្យទៅ3ការ៉េអញ្ចឹងយើងអាចស៊ីសងគ្នាបាននេះអានេះវាអស់ហើយអញ្ចឹងអ្វីនៅសល់គឺ9បាទព្រោះ3ការ៉េស្មើនឹង9អញ្ចឹងអង្គការយើងចំណុចនេះគឺយើងទទួលបានលទ្ធផលគឺ9ហើយណាបាទ9ចម្លើយរបស់យើងបញ្ចប់ទី1គេអង្គការទី1យើងបានបញ្ចប់ហើយបាទឥឡូវចូលដល់លំហាត់ B លំហាត់ B នេះវាមានបាទអង្គការប្រភេទកំណត់ដូចគ្នាដែរប៉ុន្តែនេះ sin សេគុណ4 5 sin សេគុណ4 cos x អញ្ចឹងកន្លែងនេះយើងអាចធ្វើការតាមវិធី2ក៏បានដែរទី1យើងអាចបដូរអថេទី2យើងបញ្ចូល derivative តែម្ដងអញ្ចឹងអ្វីដែលគ្រូកែនេះគឺបញ្ចូល derivative តែម្ដងអញ្ចឹងបើសិនជាយើង derivative sin ហើយនេះបើសិនជាយើង derivative sin បាទ derivative sin x យើងនឹងទទួលបាន cos x អញ្ចឹងអ្វីដែលយើងពិនិត្យឃើញនេះដូចជានេះហេយើង derivative វាអញ្ចឹងគ្រូអាចសិបានថាម៉េចស្មើជាមួយនឹងអង្គការកំណត់ពី0ទៅផាយលើ2 5 sin បាទ5 sin សេគុណ 4x កន្លែងដែលកុសហ្នឹងគ្រូអាចជំនួសចូលដោយ sin បាទ sin អង្គការ sin derivative sin មានអង្គការ sin ទេគឺ derivative sin dx បាទអញ្ចឹងយើងអាចអង្គការបានណាហើយហ្នឹងដើម្បីងាយស្រួលគ្រូបញ្ចូលជាឲ្យមួយទៀតដើម្បីគ្នាយើងកាន់តែងាយយល់ណាអញ្ចឹងផាយលើកំណត់ពី0ទៅផាយលើ2 5 sin សេគុណ 4x ហើយ d នេះd sin x នេះអញ្ចឹងដូចរូបនេះចឹងគឺរូបនេះគេ x dx ឬក៏ x សេគុណ n dx ដូចអារូបមុនយើងមុននេះគេក៏បានរំលឹកខាងលើនេះណាអញ្ចឹងទី1ហើយបាននិយាយថាដូចអានេះ x អានេះ x
อันนี้คือ d sin x อันนี้ sin បាទ sin x យើងនឹងបញ្ចូលតាមប្រព័ន្ធប៉ែនេះបានទេx សេកុន n បូក1នៅលើ n បូក1ហើយបូកចំនួនថេរណាមួយណាអានឹងអន្តរក្រារបស់យើងនេះរូបមន្តរបស់យើងនេះបើអញ្ចឹងឃើញលើនោះអញ្ចឹងវាស្មើជាមួយនឹងអន្តរក្រាមកគឺ5បាទគុណឲ្យ sin សេកុន5លើ x នៅលើ5អត់មានបូកចំនួនថេរទេអញ្ចឹងយើងកំណត់ពី0ទៅដល់ pi លើ 2 ស្មើជាមួយនឹងបាទស្មើជាមួយនឹងយើងអាចជាមួយវាចោលសំណនេះជាមួយវាចោលទៅយើងជំនួសចូលមក sin សេកុន5បាទ sin សេកុន5 pi លើ 2ដកឲ្យ sin សេកុន50នេះហើយនេះអញ្ចឹង sin 0បាទ sin 0 sin pi លើ 2កន្លែងយើងគឺរបស់យើងគឺ sin pi លើ 2 ឬក៏ sin 90វាស្មើ1យ៉ាងហ្នឹងណានេះអញ្ចឹងយើងបាន1សេកុន5ដកឲ្យកន្លែងនេះគឺ sin 0នេះ sin 0 ស្មើ0អញ្ចឹងចម្លើយយើងគឺស្មើ1បាទអន្តរក្រាចំណុច B យើងគឺចម្លើយឃើញ1ណានេះបាទចំណុច B ចម្លើយឃើញ1អញ្ចឹងពីលំហាត់ហើយយើងមកមើលលំហាត់ទី3ហើយលំហាត់ទី3នេះគឺភាគច្រើនក្នុងការប្រឡងបាត់ដប់គឺយើងឃើញថាឧស្សាហ៍ចិនមែនទែនហ្នឹងណាបាទឧស្សាហ៍ចិនបាត់ដប់គឺដូចជាអត់មានរំលងអីទេនេះអញ្ចឹងយើងធ្វើការដេលដូចមិញដែរគូធ្វើការដេលអថេវាអថេមិញកលេចមកពីភាពបែងវាគឺអថេ x 2x បូក1ណាបើសិនបើគូដេលវាឃើញណាគូយក 2x បូក1យកមកដេលវាគឺវាស្មើជាមួយនឹងបាទ2កន្លែង x នេះគឺយើងដេលវាបាន1នេះ x នេះដេលវាបាន1អញ្ចឹង2គុណឲ្យ1វាសល់2ដដែលដល់ពេលចំនួនថេរនេះគឺដេលវាទៅវាចេញ0អញ្ចឹងខុសពីយើងដេលវាទៅយើងឃើញថាលទ្ធផលរបស់យើងគឺវា2ប៉ុន្តែភាគយកយើងគឺវា3អញ្ចឹងអញ្ចឹងវាអត់ដូចទេអត់ដូចអីគេអត់ដូចតែមេគុណទេកាលណាអត់ដូចមេគុណយើងអាចចែកបានណាគុណឬក៏ចែកបានបន្ថែមបន្ថយវាណាបាទអញ្ចឹងវាស្មើជាមួយនឹងអន្តរក្រាយើងកំណត់ពី1ភាគ2ទៅដល់1កន្លែងនេះគូយកទៅ del away វាគឺ 2x បូក1 del away ហ្នឹងទៅនៅលើ 2x បូក1ប៉ុន្តែដូចយើងនិយាយគ្នាមកអញ្ចឹងនៅពេលដែលយើង del away អាហ្នឹងទៅលទ្ធផលយើងគឺបានលេខ2នេះគេលទ្ធផលយើងបានលេខ2អញ្ចឹងវាលើរបស់គេអញ្ចឹងយើងត្រូវការគុណថែមថយមានន័យថាយើងអាចគុណបន្ថែមបន្ថយបន្តិចថែមថយមិនអានេះ3របស់គេនៅដដែលប៉ុន្តែលើវិញគឺលើ2អញ្ចឹងយើងចែក2វិញណានេះអញ្ចឹង3ភាគ2ដេ dx នេះអញ្ចឹងវាស្មើជាមួយនឹងមេគុណគូទាចេញក្រៅ3ភាគ2អន្តរក្រាពី1ភាគ2ទៅដល់1បាទ 2x បូក1ព្រីមនេះនៅលើ 2x បូក1 dx អញ្ចឹងនឹងវាចូលរមនដូចរមនអន្តរក្រាមួយទៀតគឺអន្តរក្រា dx នៅលើ x ចឹងគឺវាស្មើជាមួយនឹងលិនតលិខាតនៃ x បូកចំនួនថេរមួយទៅណាឡើយហ្នឹងបូកចំនួនថេរមួយបាទអូខេអញ្ចឹងឡើយហ្នឹងយើងអាចបញ្ចូលបានវាស្មើជាមួយនឹងបាទ3ភាគ2បាទលិនតលិខាតនៃបាទ 2x បូក1ណា 2x បូក1ហើយកំណត់ពីណាបាទកំណត់ពី1ភាគ2ទៅដល់1នេះអញ្ចឹងយើងចាប់ដើមជំនួសចូលហើយកន្លែង x ជំនួសដល់លេខ1នេះកន្លែង x ជំនួសលេខ1អញ្ចឹងឡើយនេះគ្រូអាចធ្វើការតោង2ជាកតាសិនទៅវាស្មើជាមួយនឹង3ភាគ2កតាឲ្យលិនបាទ2គុណឲ្យបាទកន្លែងនេះគ្រូប្រើគ្នាបណាអញ្ចឹងកន្លែងនេះគ្រូប្រើគ្នាបនេះ2គុណឲ្យ1វាស្មើ2ដដែលអញ្ចឹងបូក1ដកឲ្យបាទលិននៃ2គុណឲ្យ1ភាគ2បូក1ដែរស្មើជាមួយនឹង3ភាគ2នេះអានេះលិន3ណាលិន3ដកឲ្យនេះយើងអាចសម្រួលវាមានន័យថា2នេះសម្រួលចោលទៅហើយយក1បូក1នេះបាទ1បូក1នេះស្មើ2ណាអញ្ចឹងលិន2ដកឲ្យលិន2បាទលិនដកលិនស្មើលិននៃផលចែកអញ្ចឹងយើងបញ្ចូលវាលិននៃផលចែកតិចមកអញ្ចឹងយើងបានលិននៃ3ចែកទៅឲ្យ2នេះគឺជាចម្លើយលំហាត់របស់យើងបាទអន្តរក្រានេះគឺយើងមាន3លំហាត់ហ្នឹងបាទសម្រាប់បាត់ដប់ឆ្នាំ2023ណាបាទអញ្ចឹងវីដេអូយើងជួបគ្នាប៉ុណ្ណឹងមកគូស៊ូមឲ្យយើងទូទៀតដើម្បីគ្នាយើងស៊ូមមើលនេះបាទ3លំហាត់នេះគឺយើងទទួលបាន15ពិន្ទុណាបាទអញ្ចឹងជួបគ្នាវីដេអូក្រោយ